លោកកាព្រះអង្គគឺជាអ្នកដែលទៅរស់នៅជាមួយព្រះវិស្ណុគាត់បង្ហាញភស្តុតាងនៃដំណើរការបញ្ចុះសពមានបំណងឲ្យក្សត្រប្រែជាព្រះដែលគង់នៅលើប្រាសាទរហូតដល់ធាតុត្រូវបានដាក់មឈូសថ្មមឈូសខ្លះក្នុងចំណោមមឈូសថ្មទាំងនេះនៅមានជីវិតជាក់ស្ដែងមួយត្រូវបានរកឃើញនៅទីនេះប៉ុន្តែវានៅខុសកន្លែងវាត្រូវបានគេរើចេញដូច្នេះហើយនៅពេលដែលធាតុនៅក្នុងថ្មមឈូសត្រូវបានដាក់នៅចំកណ្ដាលកំពូលកណ្ដាលបន្ទាប់មកពួកគេនិយាយថារូបបដិមានៃព្រះវិស្ណុគឺក្សត្រអាទិទេពតំណាងដោយថ្មព្រះនេត្របើកហើយក្សត្រគង់នៅព្រះបាទសូរ្យវរ្ម័នអាចត្រូវបានបញ្ចុះដោយមានសុវត្ថិភាពប៉ុន្តែរាល់ប្រព័ន្ធដែលអនុញ្ញាតឲ្យព្រះអង្គសង់ប្រាសាទអង្គរវត្តនោះគឺទីក្រុងនៃកម្លាំងទឹកដ៏គួរឲ្យភ្ញាក់ផ្អើលអាចនឹងមានគ្រាប់ពូជនៃការវិនិច្ឆ័យនៃអាណាចក្រខ្មែរថាអង្គរត្រូវការប្រព័ន្ធទឹកប្រែជីកនិងអាងទឹករបស់ក្រុងនិងប្រឡាយទឹកកាន់តែរីកធំដើម្បីគាំទ្រទីក្រុងដ៏ធំដែលលាតសន្ធឹងនេះផ្ទៃដីដ៏ធំត្រូវបានសម្អាតដើម្បីប្រាសាទផ្ទះនិងធ្វើស្រែដែលអាចឲ្យភក់ដោះឡើងបាននៅក្នុងប្រែជីកនិងអាងទឹកអំឡុងរដូវភ្លៀងជាមួយនឹងប្រជានុរាស្ត្រនិងការកាប់ព្រៃឈើដែលកើនឡើងធ្វើឲ្យខាយធនធានព្រៃឈើភ្លាមនោះវិស្វកម្មដ៏មហិមាបានត្រួសត្រាយផ្លូវឲ្យមានការសាងសង់ដោយដែលយើងឃើញគឺប្រព័ន្ធคล้ายទៅជាកាន់តែស្មុគស្មាញយើងចាប់ផ្ដើមឃើញភស្តុតាងនៃការសម្របខ្លួនមនុស្សព្យាយាមបំបែកវត្ថុប្រព័ន្ធកាន់តែស្មុគស្មាញទៅហើយអាចធ្វើការបានក្តីរំភើបដែលប្រព័ន្ធទឹកត្រូវបានបង្កើតឡើងរួមទាំងការផលិតអាហារនិងការដឹកជញ្ជូនអាចចាប់ផ្ដើមដួលបន្តិចម្ដងប្រព័ន្ធដែលត្រូវបានបង្កើតឡើងដោយភាពឆ្លាតវៃរបស់ខ្មែរឈានដល់ចំណុចកំពូលទ្រឹស្ដីផ្ទាល់របស់ខ្ញុំគឺវាដូចជាអរិយធម៌ផ្សេងទៀតដែលคล้ายទៅជាមានសបោកបែបហើយអស្ចារ្យខ្លាំងហើយស្មុគស្មាញខ្លាំងដែលបានคล้ายជាគោលដៅមិនអាចទប់ទល់បានសម្រាប់ប្រទេសផ្សេងហើយជាសន្សឹមទោះបីជាលក្ខខណ្ឌត្រឹមត្រូវនេះក្សត្រនឹងច្បាប់ជាមួយគ្នាមិនអាចផ្គុំជាមួយគ្នាបានហើយបន្ទាប់ពីគោលបំណងបានជោគជ័យប្រហែលដោយសារវប្បធម៌ប្រទេសជិតខាងជាសន្សឹមត្រូវបានគ្រប់គ្រងនៅឆ្នាំ1431ទីក្រុងនៃអង្គរគឺត្រូវបានវាយប្រហារដោយជនឈ្លានពានសៀមហើយមហាក្សត្រខ្មែរយើងបានបោះបង់ទីតាំងសាងសង់នៅឆ្នាំបន្ទាប់ព្រៃនិងវាលភក់ទាមទារឲ្យមានផ្ទះនិងវាំងសង់ពីឈើផ្លូវទឹកដ៏គួរឲ្យចាប់អារម្មណ៍ត្រូវខ្ចប់ដោយភក់និងកូនរុក្ខជាតិទីក្រុងត្រូវបាត់បង់ប៉ុន្តែប្រាសាទនៅជាការសាកល្បងនៃពេលវេលាទោះបីនៅអំឡុងសតវត្សទី15ប្រាសាទត្រូវបានប្រែទៅជាព្រះសន្ធប់នៃព្រះពុទ្ធអង្គរវត្តមិនដែលត្រូវគេបោះបង់នោះទេហើយប្រហែលជាដោយសារវត្តមានមិនធម្មតារបស់ប្រាសាទទំហំរបស់ប្រាសាទភាពវិសេសរបស់ប្រាសាទវាទាក់ទាញមនុស្សតាមធម្មជាតិឲ្យប្រើប្រាស់វាហើយការប្រើប្រាស់នោះផ្លាស់ប្ដូរជាច្រើនឆ្នាំប៉ុន្តែតែងតែមានមនុស្សនៅក្នុងនោះពួកគាត់តែងតែបន់ស្រន់ពួកគាត់តែងតែប្រើប្រាស់ប្រាសាទដោយបានសង់ប្រាសាទដ៏មានមហិទ្ធិឫទ្ធិថ្វាយក្សត្ររបស់ពួកគាត់នៅក្នុងជាតិក្រោយរបស់ព្រះអង្គការងារវិស្វកររបស់ព្រះបាទសូរ្យវរ្ម័នបន្តបង្កើតអ្វីដែលប្លែកអ្នកទស្សនា1 លាននាក់ធ្វើដំណើរទៅប្រាសាទជារៀងរាល់ឆ្នាំជារឿយៗមកទស្សនាដូចអ្នកជំនាញគ្រប់ពេលដែលខ្ញុំត្រឡប់មកអង្គរខ្ញុំមានអារម្មណ៍ថាអស្ចារ្យហើយប្លែកគួរឲ្យភ្ញាក់ផ្អើលទស្សនានៃទិដ្ឋភាពនៅឯស្ថាបត្យកម្មដ៏ស្រស់ស្អាតនៅនឹងចម្លាក់លោតដែលល្បីល្បាញព័ទ្ធជុំវិញហើយជាការពិតណាស់គឺដូចជាធ្មេញធំនៅកំពូលកណ្ដាលមើលទៅអណ្ដែតនៅលើព្រៃជុំវិញទីក្រុងគឺពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលមិនអាចបំភ្លេចបាននៅក្នុងដួងចិត្តវាបន្តជាព្រះបាទសូរ្យវរ្ម័នទី2ជាការពិតគឺជាមួយក្នុងចំណោមទីសក្ការៈសាសនាគេគោរពបំផុតដែលមិនធ្លាប់ត្រូវបានសាងសង់អង្គរវត្តជាទីដែលស័ក្តិសមសម្រាប់ព្រះ